ตุអ្វីអ្នកតែងតែមិនសប្បាយចិត្តព្រោះអ្នកមិនចេះអាត្មានិយមអ្នកមានលក្ខណៈជាមនុស្សព្រួយបារម្ភជានិច្ចអ្នកតែងតែគិតពីអ្នកដទៃតែភ្លេចគិតពីខ្លួនឯងរឿងជាច្រើនគឺមានចិត្តតែគ្មានកម្លាំងចិត្តទន់គឺជាចំណុចខ្វះខាតដ៏ធំបំផុតរបស់អ្នកចិត្តល្អមិនមែនជារឿងមិនល្អទេតែពេលខ្លះអ្នកតែងតែភ្លេចព្រំដែនអស់រយៈពេលជាច្រើនឆ្នាំមកនេះអ្នកតែងតែយល់ពីអ្នកនេះនិងគិតគូរពីអ្នកនោះតែតើមាននរណាយល់ពីអ្នកទេតើមាននរណាសួរអ្នកថាអ្នកនឿយហត់ឬទេចាប់ពីថ្ងៃនេះតទៅត្រូវរស់នៅសម្រាប់ខ្លួនឯងចងចាំថាការធ្វើឲ្យខ្លួនឯងសប្បាយចិត្តគឺជារឿងសំខាន់បំផុតក្នុងជីវិត